mở pre công tyទូrút sáp rồi có pre công ty sự phơi quay bàn tỏ tôi chập đam chúng mình kia cá thà rau bàn ao kê từ hái nu pre trung mình bàn nom kê tam lời cắt sọc rồi bó sắc Philistine tê tua bà phơi nu chất cả đào bắt pre trung miệng bình tu tha pha cày kê khơi chụp bắn hai rồi sai chất ruồi trở lọp từ ai sọc ế dịp vinh chà nhưng mơ khơi nhầm pi pen cao và hòn rõ nơi tí ní bạn prap tham ấy rõ bạn noam kế tại tam phơi mùi sen tiệt cứ mình ao cái từ ai phơi cắt nâng tê ao cái đa tam phơi sen mùi tiệt này đấy cái cú bằng hang pi Egypt cứ đôi chỉ bị phốp lô tảng mù lục cây đi tảng mù rồi đấy ọt miền pré ọt miền cà pía hai ọt miền hà cục cron ọt miền tức hai miền cột nát hai bờ chôm đang cà thiết lang đèn chăng sọc Egypt cái cú prap đòn tiền á thà Egypt cứ đôi chia lục cây đi tảng mù tai miền pré miền cà pía miền té miền hà cục cron miền tức hai cột nát hai bờ chôm đang cà thiết bấtประกอบrõថាពួកគេអត់មានថិតនៅក្នុងការការពាររបស់ហងប្រអងទេហើយក៏គេមិនស្កប់ចិត្តដែរមែនទេគេមានផ្ទះមែនប៉ុន្តែគេអត់ស្កប់ចិត្តទេគេមានអាហារមែនប៉ុន្តែអាហារគេអត់ស្កប់ស្កល់ទេចាហើយគេក៏គ្មានទឹករស់នៃជីវិតដែរហើយក៏គេជួបគ្រោះថ្នាក់ច្រើនក៏អាកាសធាតុបានវាយលុកគេជាច្រើនចាហ្នឹងគឺសំដៅស្រុកអេស៊ីបហើយទីរហោស្ថានស្មើនឹងទីរហោស្ថានដែលគ្មានព្រះចាហើយអីគេមួយទៀតទីរហោស្ថានដែលនៅជាមួយនឹងព្រះគឺទទួលអីគេការពីចាទទួលការពីទទួលយើងមានគេហៅថាមានអីរោងបោសុតឬក៏ហៅថាត្រសាលតែប្រអងនៅជាមួយហើយយើងវិញសប្តាហ៍ថ្ងៃនេះយើងមិនមែនទទួលរោងបោសុតយើងមិនមែនទទួលត្រសាលទៀតទេប៉ុន្តែយើងទទួលអីគេទទួលព្រះវិញ្ញាណបរិសុទ្ធនៅជាមួយនឹងយើងផ្ទាល់តែម្ដងចាអញ្ចឹងនេះជាទីរហោស្ថានដែលយើងនៅជាមួយនឹងព្រះហើយមានអាហារមានទឹកយើងមើលឃើញជនជាតិអ៊ីស្រាអែលនៅពេលដែលឆ្លងពីសមុទ្រក្រហមទៅលោកអ្នកបងប្អូនគាត់អត់មានទឹកតើព្រះអង្គបានប្រទានអីឲ្យពួកគាត់ជនជាតិអ៊ីស្រាអែលជួបបញ្ហាអីគេទឹកល្វីងហើយព្រះបានមានបន្ទូលថាចូលយកមែកហ៊ីសុបបោះចូលទៅក្នុងទឹកនោះបងប្អូនដឹងពីអត្តន័យមែកហ៊ីសុបទេប្រងគឺជាដើមទំពាំងបាយជូរដ៏ពិតសំដៅលើព្រះយេស៊ូវគ្រីស្ទដែលបោះចូលទៅក្នុងទឹកនោះហើយធ្វើឲ្យទឹកនោះសាបទឹកនោះបាត់ភាពល្វីងជូរចត់ទាំងអស់អញ្ចឹងនេះគឺជាអត្តកម្បាំងនៃមែកហ៊ីសុបដែលបោះចូលទៅក្នុងទឹកនោះព្រះអង្គលះបង់ព្រះអង្គជាបាព្រះអង្គរំដោះព្រះអង្គផ្លាស់ប្រែពីសេចក្តីអាក្រក់ឲ្យក្លាយជាការដែលល្អអញ្ចឹងយើងឃើញថាបង្ហាញអំពីវត្តមានព្រះយេស៊ូវគ្រីស្ទនៅទីនោះចាហើយមិនមានការភ័យខ្លាចពីសត្វសាហាវពីអាកាសធាតុទេសូមមើលជាមួយគ្នានៅក្នុងជំពូក13ខ20ខាងក្រោម20និង22ចាសូមមើលខ20ហើយ22សូមអានជាមួយគ្នា
តោះយើងឃើញយ៉ាងអានគេក៏ចេញពីស៊ីកូតទៅដំឡើងត្រសាលនៅឯស្រុកអេថាមត្រង់ក្បែរទីរហោស្ថាននៅវេលាថ្ងៃព្រះយេហូវ៉ាទ្រង់តែងតែយាងនាំមុខគេក្នុងបង្គោលពពកដើម្បីនឹងនាំផ្លូវហើយនៅវេលាយប់ទ្រង់យាងក្នុងបង្គោលភ្លើងដើម្បីនឹងបំភ្លឺគេប្រយោជន៍ឲ្យគេដើរទាំងយប់ទាំងថ្ងៃខ22ហើយបង្គោលពពកដែលសម្រាប់ពេលថ្ងៃនិងបង្គោលភ្លើងសម្រាប់ពេលយប់នោះមិនបានថយចេញពីគេឡើយអាមែនយើងឃើញអំពីការការពាររបស់ផងព្រះអង្គនៅក្នុងការអាកាសធាតុមែនទេពេលយប់គឺនៅក្នុងទីរហោស្ថានគឺត្រជាក់ម៉ែអាត្រជាក់មិនចាញ់ពោប្រមាណទេប៉ុន្តែនៅពេលថ្ងៃគឺអីគេក្តៅខ្លាំងមែនទេចាប៉ុន្តែនៅទីនេះបានប្រាប់ថាម៉េចថាជនជាតិអ៊ីស្រាអែលដែលដើរនៅក្នុងទីរហោស្ថានគេបានទទួលការការពារពីអាកាសធាតុមកពីព្រះអង្គពេលយប់បានដាក់បង្គោលពពកឲ្យគេមានអារម្មណ៍ថាកក់ក្ដៅហើយឃុំស្រួលហើយពេលថ្ងៃត្រង់ប្រើអីពពកយ៉ាងក្រាស់ពួកគេទៅកន្លែងណាពពកទៅដល់កន្លែងហ្នឹងពួកគេឈប់នៅកន្លែងណាព្រះអង្គនៅពីលើគេកន្លែងនោះឯងអញ្ចឹងយើងឃើញអំពីអីគេការការពាររបស់ព្រះអង្គទាំងពេលយប់ទាំងពេលថ្ងៃមិនឲ្យពួកគេទាំងអស់គ្នាជួបហានិភ័យហើយរឿងអាក្រក់ទេនេះគឺជាជីវិតរបស់ផងយើងដែរលោកអ្នកបងប្អូនយើងឃើញអំពីមុនយើងដូចគ្នាយើងគឺនៅក្នុងស្រុកអេស៊ីបតែអត់មានការការពារអត់មានការផ្គត់ផ្គង់អត់មានអីគេអាហារគ្រប់គ្រាន់ប៉ុន្តែឥឡូវនេះយើងមានប្រវត្តិមានព្រះអង្គនៅជាមួយយើងផ្ទាល់តែម្ដងអញ្ចឹងយើងបានទទួលអាហារយើងទទួលការការពារយើងទទួលការប្រោសរំដោះដូចជានៅក្នុងនោះថាគេអត់មានទឹកគេមានទឹកហើយបើគេអត់អាហារចាឥឡូវនេះយើងមើលជាមួយគ្នាទី3នោះគឺទីរហោស្ថាននៃការលបងលោយើងមើលក្នុងនិខមនាងជំពូក14ជីវិតរបស់យើងដូចគ្នាដែរយើងជួបការលបងលោដូចជាជនជាតិអ៊ីស្រាអែលពីព្រោះយើងជាអ៊ីស្រាអែលសម័យឥឡូវនេះអ៊ីស្រាអែលមានន័យថារាជរបស់ព្រះឬក៏កូនរបស់ព្រះហើយយើងជាកូនរបស់ព្រះយើងនឹងជួបការលបងលោដូចជាជនជាតិអ៊ីស្រាអែលមុនដែរតោះយើងអានជាមួយគ្នាជំពូក14ខ10ដល់12នេះខមនាងជំពូក14ខ10ដល់12យើងឃើញយើងអានជាមួយគ្នាការផារ៉ោនចូលទៅចិត្តនោះពួកកូនចៅអ៊ីស្រាអែលគេងើបភ្នែកឃើញពួកសាសអេស៊ីបមកតាមដូច្នេះក៏មានចិត្តតក់ស្លុតជាខ្លាំងហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ាព្រមទាំងស្ដីបន្ទោសដល់ម៉ូសេថាតើដោយព្រោះតែគ្មានភ្នូរនៅស្រុកអេស៊ីបឬអីបានជាអ្នកនាំយើងរាល់គ្នាមកឲ្យត្រូវស្លាប់នៅទីរហោស្ថានដូច្នេះហេតុអ្វីបានជាអ្នកប្រព្រឹត្តនឹងយើងរាល់គ្នាយ៉ាងនេះគឺដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីបមកដូច្នេះ12កាលនៅស្រុកអេស៊ីបនៅឡើយតើយើងរាល់គ្នាមិនបាននិយាយសេចក្តីនេះនឹងឯងនឹងអ្នកទេឬអីថាកុំឲ្យមកវីវនឹងយើងរាល់គ្នាឡើយចូលទុកឲ្យយើងនៅបម្រើសាសអេស៊ីបចុះបិទតែយើងរាល់គ្នាបានបម្រើនៅសាសអេស៊ីបនោះពិសេសជាងស្លាប់នៅទីរហោស្ថាននេះចាពេលខ្លះសំណួរសួរទៅកាន់បងប្អូនទាំងអស់គ្នាប្រមាណដងតែយើងចង់ឈប់ចាក់ចេញពីព្រះអង្គហើយប្រមាណដងដែលយើងចង់បោះបង់ព្រះអង្គចោលពីព្រោះពេលខ្លះអធិដ្ឋា
ហានមិនបានជួបសេចក្តីវេទនារឿងច្រើនមែនទេរឿងរ៉ាវច្រើនតែពេលខ្លះយើងតវ៉ាដូចជាជនជាតិអ៊ីស្រាអែលចឹងអូប្រសិនជាខ្ញុំនៅលោកីខ្ញុំចេះចឹងដូចអ្នកគ្រូនិយាយចឹងថានៅអេស៊ីបស្មើនឹងលោកីនេះទាំងមូលយើងអាចធ្វើអីបានយើងធ្វើអីក៏បានប៉ុន្តែគ្មានប្រវត្តិមានរបស់ព្រះអង្គនៅជាមួយទេចាអញ្ចឹងបងប្អូនទាំងអស់គ្នាពេលខ្លះចង់តវ៉ាស្ថិតនៅក្នុងការលបងលោព្រះអង្គចង់បកទៅវិញមែនទេចង់បកទៅវិញម្ដងមកកាលតើមានបងប្អូនប្រមាណអ្នកដែលចង់បកទៅវិញចានឹកការបំរើនៅលោកីពីមុននឹកជីវិតពីមុនអូថ្ងៃអាទិត្យមិនបខំមកពហិទេប្រហែលជាដើរលេងឬក៏ជប់លៀងឬក៏សេរីភាពដោយខ្លួនឯងឃើញទេប៉ុន្តែដល់ទៅពេលស្គាល់ព្រះហើយអូអ្នកគ្រូលោកគ្រូដូចជាបង្ខំណាស់ដាក់ក្រិតក្រមច្បាស់ថាត្រូវតែរក្សាប៉ុន្តែមិនលោកគ្រូអ្នកគ្រូឯងគឺព្រះបន្ទូលរបស់ព្រះអង្គចាអញ្ចឹងជនជាតិអ៊ីស្រាអែលជួបការលបងលោពួកគេនឹកឃើញជីវិតចាស់របស់គេតើបងប្អូនមាននឹកឃើញជីវិតចាស់យើងទេអត់ទេអរគុណព្រះអង្គដែលយើងទាំងអស់គ្នាមិនចង់បកក្រោយដូចជាព្រះបន្ទូលព្រះយេស៊ូវគ្រីស្ទថាកាន់នង្គ័លគឺទៅមុខមែនទេកុំឲ្យងាកក្រោយចាសូមមើលទៅមួយទៀតខ16ចំពុក16ហើយខ2និងខ3 16ខ2និងខ3តោះយើងអានជាមួយគ្នាចំពុក10នេះខំម្នាក់ដដែលចំពុក16ខ2ខ3ហើយពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ត្អូញត្អែនឹងម៉ូសេហើយនឹងរត់នៅទីរហោស្ថានគេនិយាយនឹងលោកថាសួរឲ្យយើងស្លាប់ដោយប្រហ័សនៃព្រះយេហូវ៉ានៅស្រុកអេស៊ីបក្នុងការដែលយើងអង្គុយនៅជិតឆ្នាំងសម្លហើយទទួលទានបាយឲ្យឆ្អែតនោះជាជាងបិទដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះគឺដើម្បីឲ្យសម្លាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លាតទេចាអញ្ចឹងយើងឃើញទេគេមកចេញពីស្រុកអេស៊ីបហើយគេយកអាហារបានបន្តិចបន្តួចទេហើយគេបានមកហើយគេអស់អាហារមួយសៅដែលគេបានយកមកនោះអស់ហើយគេចាប់ផ្ដើមត្អូញតែដាក់លោកម៉ូសេហើយនឹងរត់ថាកុំឲ្យរវល់ជាមួយយើងហើយនេះมันគេនាំយើងឲ្យស្លាប់នៅក្នុងទីរហោស្ថាននេះសួរឲ្យយើងស្លាប់នៅចិត្តឆ្នាំងសម្លហើយដែលបំរើអីគេនៅស្រុកអេស៊ីបអញ្ចឹងពេលខ្លះលោកអ្នកបងប្អូនថាពេលខ្លះយើងស្ដាយណាពេលដែលសម្រេចចិត្តជឿព្រះយើងអាចបាត់បង់នេះបាត់បង់នោះពេលខ្លះបាត់បង់ផ្ទះសម្បែងដែលរស់នៅឃើញនៅស្រុកអេស៊ីបជនជាតិអ៊ីស្រាអែលមានផ្ទះសម្បែងនៅស្រុកអេស៊ីបដែរហើយបាត់បង់អាជីពរបស់គេធ្លាប់ធ្វើការងាររាល់ថ្ងៃទទួលប្រាក់ចំណូលទទួលអាហារគេនឹកខ្ទឹមគេនឹកសម្លដល់ឈ្ងុយឆ្ងាញ់នៅស្រុកអេស៊ីបចាពេលខ្លះជីវិតរបស់យើងអាចនឹកលោកីនេះទាំងមូលពីមុនខ្ញុំធ្លាប់ផឹកស៊ីឬក៏ធ្វើអ្វីផ្សេងតែសบายប៉ុន្តែជឿព្រះប្រងដាក់ក្រិតក្រមច្រើនធ្វើឲ្យយើងពិបាកទទួលចាអញ្ចឹងយើងឃើញថាប្រងឃើញទេប្រងលឺទេកាលពីអ្នកគ្រូអធិប្បាយពីលើកមុនថាប្រងមើលឃើញទេឃើញប្រងលឺយើងទេលឺពួកគេចាប់ផ្ដើមត្អូញដាក់លោកម៉ូសេប៉ុន្តែលោកម៉ូសេថាអ្នកមិនតវ៉ាជាមួយខ្ញុំទេប៉ុន្តែអ្នកតវ៉ាជាមួយនឹងព្រះទោះបីគេតវ៉ាជាមួយនឹងព្រះអង្គឬក៏ត្អូញដាក់ព្រះអង្គក៏ដោយតើព្រះអង្គមិនឆ្លើយព្រះអង្គមិនជួយយើងមើលជាមួយគ្នាថាព្រះអង្គស្ដារឡើងវិញព្រះអង្គជួយគេឡើងវិញទៅមើលខ4ដល់ខ8 16នឹងដែរខ4ខ8តោះយើងអានជាមួយគ្នាបន្ទាប់មកនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាមើលអញនឹងបង្អោភ្លៀងជានំប
ប៉័ងពីលើមេឃមកឲ្យឯងរាល់គ្នាត្រូវឲ្យបណ្ដាជនចេញទៅរើសឲ្យលបងមួយថ្ងៃរាល់ថ្ងៃដើម្បីឲ្យអាចបានលបងលោកគេមើលតើគេនឹងដើរតាមច្បាប់របស់អញឬទេចាខ8មួយទៀតខ8ម៉ូសេក៏ប្រាប់ថាល្ងាចនេះព្រះយេហូវ៉ានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគហើយដល់ព្រឹកឡើងនឹងប្រទាននំប៉័ងឲ្យចំអែតបិទត្រង់បានលឺពាក្យដំអូនតែអ្នករាល់គ្នាត្អូញនឹងត្រង់ហើយហើយយើងតើយើងជាអ្វីដែលអ្នករាល់គ្នាត្អូញត្អែដូច្នេះនោះមិនមែនត្អូញត្អែទាស់នឹងយើងទេគឺនឹងព្រះយេហូវ៉ាវិញចាយើងឃើញថានៅពេលគ្រាដែលគេកំពុងតែឃ្លាននៅគ្រាដែលកំពុងតែខ្វះខាតគេត្អូញតែដាក់អ្នកដឹកនាំតែប្រងជាអ្នកឮប្រងជាអ្នកធ្វើប្រងពិតជាយកព្រះハរតីទុកដាក់ឲ្យនៅជាមួយនឹងជនជាតិអ៊ីស្រាអែលពិតប្រាកដមែនអត់ប្រងបានប្រទានឲ្យមាននំប៉័ងធ្លាក់ពីលើមេឃបងប្អូនទាំងអស់គ្នាអត់ដែលបានឃើញទេសូម្បីតែខ្ញុំក៏អត់បានឃើញអត់បានទទួលទានដែរប៉ុន្តែជនជាតិអ៊ីស្រាអែលនៅពេលគេត្អូញត្អែនៅពេលដែលគេតវ៉ាប្រងឮប្រងឃើញប្រងប្រទានឲ្យគេមាននំម៉ាណាតែធ្លាក់មកពីលើមេឃដោយមិនបាច់ចាំខំប្រឹងទៅបំរើគេទៀតទេមែនទេមិនបាញ់ខំប្រឹងដោយគេវាយគេប្រមាថមើលងាយទៀតទេការដឹកនាំរហងប្រងគឺស្រួលប្រងប្រទានពរឲ្យគ្រាន់តែរើសមកទទួលទានគេមិនត្រឹមតែទទួលព្រះពរជាអាហារប៉ុណ្ណឹងតែនំប៉ុណ្ណឹងទេប៉ុន្តែនៅក្នុងខ8ប្រាប់ថាម៉េចប្រងប្រទានសាច់អីគេដែរចាគេបានសាច់គ្រួចគេគ្រាន់តែលូកដៃយកមកអាំងយកមកជាតិយកមកប្រឡាក់បឆាបរិភោគស្រួលមែនទេនេះបានបង្ហាញអំពីទីដំណើរនៅទីរហោស្ថានតែមានវត្តមានរបស់ផងព្រះហើយព្រះបានស្ដារអ្វីដែលយើងបាក់បែកអ្វីដែលយើងខូចខាតអ្វីដែលយើងខ្វះខាតព្រះអង្គស្ដារឡើងវិញប្រងបំពេញដល់យើងទាំងអស់នេះសំខាន់លោកអ្នកបងប្អូនហើយនឹងខ្ញុំតើយើងពិតជាស្ថិតនៅក្នុងទីរហោស្ថានដែលមានវត្តមានព្រះអង្គនៅជាមួយឬអត់ចា៎បើសិនជាលោកអ្នកបងប្អូនហើយនឹងខ្ញុំស្ថិតនៅក្នុងទីរហោស្ថានដែលមានវត្តមានព្រះអង្គនៅជាមួយយើងជួបការអស្ចារ្យយើងទទួលការការពារយើងទទួលបានការអីគេការផ្គត់ផ្គង់ដែលមកពីព្រះអង្គយ៉ាងពិតប្រាកដលោកអ្នកបងប្អូនមិនចាញ់ជនជាតិអ៊ីស្រាអែលទេពីព្រោះយើងជាអ៊ីស្រាអែលនៅទីនេះលោកអ្នកកំពុងតែដើរទៅជនជាតិអ៊ីស្រាអែលកំពុងតែដើរទៅទឹកដីកាណានទឹកដីកាណានគឺជាឋានសួគ៌តែព្រះអង្គត្រៀមឲ្យជនជាតិអ៊ីស្រាអែលយើងដូចគ្នាដែរខ្ញុំរំលឹកម្ដងហើយម្ដងទៀតថាសពថ្ងៃនេះបងប្អូនហើយនឹងខ្ញុំគឺកំពុងតែដើរនៅក្នុងទីរហោស្ថានទៅឯឋានសួគ៌អាមែនចាអញ្ចឹងយើងប្រកាសជាទទួលការការពារទទួលការអស្ចារ្យហើយទទួលការគត់គង់ដែលមកពីព្រះអង្គអញ្ចឹងលោកអ្នកបងប្អូនសូមលើកទឹកចិត្តទាំងអស់គ្នាឲ្យឈរមាំជាមួយនឹងព្រះអង្គចាឈរមាំមួនហើយស្ដាប់បង្គាប់គោរពកក់ខ្លាចព្រះអង្គយើងមានសេចក្តីល្បួងយើងមានបញ្ហាជនជាតិអ៊ីស្រាអែលមានបញ្ហាហែហូមិនចប់ទេហើយបងប្អូនទាំងអស់គ្នាអត់មានព្រះគម្ពីរកន្លែងណាដែលយើងនិយាយថាជីវិតយើងជាអ្នកដែលជឿព្រះហើយអត់មានបញ្ហាទេលុះត្រាតែយើងឈានជើងទៅឋានសួគ៌បើកទ្វារខ្វាក់ចូលទៅអូខេគឺអត់មានបញ្ហាទេប៉ុន្តែនៅលើផែនដីនេះគឺយើងតែមានបញ្ហាមានជំងឺមានឧបសគ្គមានរឿងកើតឡើងច្រើន
ប៉ុន្តែរឿងមួយដែលខ្ញុំចង់និយាយទីរហោស្ថានដែលមានវត្តមានវហងព្រះអង្គនៅជាមួយជារឿងមួយដែលសំខាន់ចាជារឿងមួយដែលសំខាន់ត្រូវតែចាំថាពីមុនព្រះអង្គនៅក្នុងរោងអបោសុតនៅលើពពកដើម្បីទទួលការការពារដល់ពួកគេការពារដល់គេប៉ុន្តែឥឡូវនេះព្រះអង្គនៅជាមួយលោកអ្នកបងប្អូនតែម្ដងចាវត្តមានព្រះអង្គនៅជាមួយតែម្ដងអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នានឹងប៉ះពាល់មកពីព្រះអង្គជួបជាមួយព្រះអង្គរាល់ថ្ងៃហើយប្រកបស្និទ្ធជាមួយព្រះអង្គរាល់ថ្ងៃសូមត្អូញដាក់ព្រះអង្គសូមនិយាយទៅកាន់ព្រះអង្គព្រះអធិដ្ឋានណាអធិដ្ឋានទៅកាន់ព្រះអង្គហើយសង្ឃឹមឲ្យទុកចិត្តព្រះអង្គថែមហើយថែមទៀតយើងដើរទីរហោស្ថានអត់ដឹងប្រហែលឆ្នាំទៀតទេខ្ញុំអត់ដឹងថាខ្ញុំដើរជាមួយព្រះអង្គប្រហែលឆ្នាំទៀតទេហើយបងប្អូនក៏អត់ដឹងថាយើងដើរនៅក្នុងទីរហោស្ថានជាមួយព្រះអង្គប្រហែលឆ្នាំដែរប៉ុន្តែឲ្យដំណើររបស់ផងយើងគឺស្ថិតនៅក្នុងវត្តមានរបស់ព្រះអង្គអាមែនតាសូមអធិដ្ឋានជាមួយគ្នាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទគុណអរព្រះគុណដល់ព្រះអង្គតែព្រះអង្គបានត្រាស់ហៅកូនចេញអំពីលោកីនេះទាំងមូលតែពីមុនយើងខ្ញុំជាបាវបំរើនៃអំពើបាបដូចគ្នាយើងគ្មានបានទទួលការការពារគ្មានទទួលព្រះបានព្រះគុណហើយការផ្ដល់ឲ្យពីព្រះអង្គនោះទេតែឥឡូវនេះគឺយើងខ្ញុំបានទទួលការការពារយើងខ្ញុំបានទទួលប្រវត្តិដែលមានព្រះអង្គនៅជាមួយហើយយើងទទួលការអស្ចារ្យហើយទទួលការផ្គត់ផ្គង់ដែលមកពីព្រះអង្គព្រះអង្គអើយសូមព្រះអង្គនៅជាមួយកូនដឹកនាំបំពេញកូនបន្ថែមទៀតនៅពេលដែលជីវិតរបស់ហងកូនកំពុងតែធ្វើដំណើរជាមួយនឹងព្រះអង្គកូនដឹងថាមានបញ្ហាមានឧបសគ្គហើយមានសេចក្តីខ្វល់ខ្វាយជាច្រើនប៉ុន្តែកូនជឿថាដោយជំនឿតែព្រះអង្គបានដាំនៅក្នុងកូនអាចឆ្លងកាត់ឧបសគ្គបញ្ហាដោយសារប្រវត្តិមានព្រះអង្គនៅជាមួយព្រះអង្គអើយសូមកប៉ះបងតៅទូបង្គំហើយកុំចាកចេញពីក្រុមជំនុំហើយកូនស្ងួនភ្ងារហងព្រះអង្គម្ចាស់នោះឡើយសូមបន្តរហូតនៅជាមួយកូនរហូតដល់ពេលដែលកូនបានឈានជើងចូលទៅឯនគរឋានសួគ៌ជាមួយបិតាគុណអរព្រះគុណដល់ព្រះអង្គអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន